ចំណូលក្នុង100គូបើយើងលក់ប្រាប់សាច់1គូ40000មកគូ40000 100គូវាចូល$1000បាទជិត1000ចុះដល់ឯងអាប់ដេតចុះឡើងចុះឡើងចុះទីផ្សារវិញមិនដែរទីផ្សារបច្ចុប្បន្នហ្នឹងនៅល្អគាត់ត្រូវការច្រើនបងប្អូនមើលនេះទំហំដីប៉ុណ្ណឹងបើសិនជាអស់កំសួលវាអាចចន្លោះមួយខែចូល$2000នេះប៉ុណ្ណឹងប៉ុន្តែឥឡូវតែប៉ុណ្ណឹងអូនអាចរកបាន$1000បាត់ហើយហ្នឹងជំរាបសួរបងប្អូនអរគ្នាខណៈពេលនេះខ្ញុំបាទសធារិទ្ធកំពុងតែមានវត្តមានម្ដងទៀតហើយនៅនឹងកសិដ្ឋានរបស់បងប្អូនប្រឆិតកសិដ្ឋានរបស់គាត់នេះឥឡូវនេះអាប់ដេតបានយ៉ាងល្អមែនតើពីមុនណាយើងថាកន្លែងនោះធុងអាស័យធុងអីតែនេះមកមើលធុងដៃចេះព្រៀបកាន់តែស្រឡះកាន់តែមើលទៅកាន់តែធំមែនតើពេលដែលយើងមើលមានវឌ្ឍនភាពច្រើនមែនតើបងប្អូនមានតាំងពីប្រព័ន្ធទឹកមានតាំងពីកន្លែងឲ្យចំណីផ្សេងចាប់ពីពេលដែលខ្ញុំមកលើកទី1នៅកន្លែងនេះហើយរហូតមកដល់ឥឡូវនេះបងប្អូនមានអាប់ដេតអីខ្លះតើមានបច្ចេកទេសអីបន្ថែមថ្មីខ្លះហើយតើការលក់ការដូរនឹងមានការកើនឡើងបែបណាបងប្អូនទៅតាមដានមាន TIC Power Tool មានគ្រប់គ្រងគ្រឿងកសិកម្មជាច្រើនប្រភេទដូចជាម៉ាស៊ីនសូនចំណីសត្វម៉ាស៊ីនកិនស្រូវម៉ាស៊ីនវាយស្មៅម៉ាស៊ីនហាន់ដើមចេកនិងប្រភេទទំនិញរាប់ពាន់មុខទៀតអូនជំរាបសួរបាទជំរាបសួរបងជួបគ្នាម្ដងទៀតហើយយើងណាជួបគ្នាម្ដងបាទណែនាំឈ្មោះជូនបងប្អូនយើងម្ដងទៀតណាបាទជំរាបសួរបងប្អូនខ្ញុំឈ្មោះរាឈិតជាម្ចាស់កសិដ្ឋាន Gold Kitchen ពីមុនឡើយដែលយើងធ្វើបែបអាស័យមែនទេអូនបាទពីមុនរោងចក្រធុងមកវាប៉ុន្តែឥឡូវធុងនេះគឺយើងអាប់ដេតមកជាដែកហើយមើលទៅឥឡូវដូចជាស្រឡះស្រឡុំមែនទេអូនមែនទេហើយបើប្រៀបវិញមើលទៅធំជាងមុនទៀតមែនទេបាទប្រៀបក៏ឡើងពណ៌ស្អាតជាងមុនហើយតាក់ទងនឹងចំណីហ្នឹងឥឡូវយើងបន្ថែមជាពពួកកាល់ស្យូមច្រើនមីសវាឡើងរោរួមគ្នាគ្រប់គ្រងផលិតផលខ្មែរជេវែលប្រើភ្លាមធូរភ្លាមមកដល់ពេលនេះអូនមានអាប់ដេតអីខ្លះចាប់ផ្ដើមអាប់ដេតគឺទី1យើងធ្វើពីដែកទី2គឺយើងមាននេះទម្រអាចនេះកុំឲ្យអាចពីលើគ្នាប្រឡាក់ទី3យើងប្រើទៅលើប្រព័ន្ធទឹកអូតូទឹកនេះទឹកស្អាតមែនអូនទឹកស្អាតដាក់បានប្រហែលថ្ងៃទៅអាហ្នឹងយើងដាក់តែមួយថ្ងៃឯងព្រោះយើងប្រើថ្នាំវីតាមីននៅក្នុងហ្នឹងដែរអញ្ចឹងយើងអាចទុកបានយូរឯងអូចឹងមួយថ្ងៃអស់នេះជាបច្ចេកទេសមួយល្អទៀតមែនទេអូនដែលយើងពីមុនឡើយយើងទឹកគឺយើងចាក់មួយថ្ងៃចាក់ម្ដងឬក៏អីចឹងទៅណាហើយទឹកវាអត់បានស្អាតដូចនេះទៀតនេះប្រៀបគុណប្រយោជន៍របស់វាគឺបានទទួលទានទឹកស្អាតរហូតចុះដោយឡែកគីឡូរបស់វាមានឡើងទេអូនពេលដែលយើងអាប់ដេតវាអញ្ចឹងគីឡូខ្ញុំសង្កេតមើលឡើងជាងហើយឡូងរោមវាឡើងស្កាន់ស្អាតហើយការបកកំណើតក៏ល្អជាងពីមុននៅសល់អត្រាប្រហែល%ពីមុនយើងបានធ្លាក់មកដល់40 50ឯងឥឡូវយើងបានឡើងអាចដល់70ហ្នឹងអញ្ចឹងឡើង20%អុយមិនធម្មតាទេណាអ្វីដែលសំខាន់មួយទៀតហ្នឹងគឺនោះអាខាងក្នុងនោះអានោះអីគេអូនអាហ្នឹងគឺសបុកយើងធ្វើពីស៊ីម៉ង់មានចានណាអីមានសបុកវាចានយើងធ្វើពីស៊ីម៉ង់ហើយសបុកហ្នឹងដាក់អីគេក្នុងហ្នឹងនោះកៃដូងយើងឬក៏កៃដូងកិនអាហ្នឹងយើងកំងមកពីចិនអានេះចានសម្រាប់ធ្វើសបុកប៉ុន្តែអានេះខ្ញុំឆ្នៃឡើងខ្លួនឯងយើងធ្វើពីស៊ីម៉ង់ឯណាអូមើលបងសំខាន់ទីមើលធ្ងន់នេះបាទធ្ងន់ដែរមុំមកព្រៀបចន់អត់កលាប់អាហ្នឹងយើងធ្វើមានគុណសម្បត្តិវាគឺវាទម្ងន់មុំមកព្រៀបឡើងជន់ទៅអត់កលាប់កាប់បាទក្នុងចាននីមួយយើងចោះប្រហោងមួយហ្នឹងចោះមួយហ្នឹងពេលព្រៀបវាអាចវាមានសំណើមអីឲ្យវាជ្រាបចេញហើយចិត្តនឹកឃើញអញ្ចឹងកើតនោះហ្នឹងតាក់ទងនឹងជំនាញបទពិសោធន៍មួយវាពេលខ្លះយើងខូចខាតអីយើងនឹកឃើញព្រៀបវាខូចពងដោយសារអីដោយសារសបុកដោយសារការក្រាបដោយសារកម្ដៅអញ្ចឹងយើងចាប់ដើមអង្គុយគិតអង្គុយនឹកយើងចាប់ដើមថាអ្វីដែលកម្ដៅពងព្រៀបបានល្អសបុកប្រភេទអីអញ្ចឹងកាលមកលើកទី1អត់មានទេណាបងប្អូនណាតែឥឡូវនេះបាទយើងអាប់ដេតបាទហើយតើសើចេះនឹកឃើញអញ្ចឹងកើតនេះដល់ពេលយើងជួបបញ្ហាទាំងអស់ហ្នឹងយើងចាប់ដើមនឹកឃើញថាយើងគួរឆ្នៃអីដែលជាល្អហើយចំណាយតិចគុណប្រយោជន៍នៃសបុកនេះកើនណាកើនកូនបងប្អូនកូនអត្រាញ៉ោះបានខ្ពស់វាកម្ដៅបានគ្រប់គ្រាន់ការក្រាបកូនគឺមេឡើងក្លឹបទៅគឺចិត្តល្អបាទអត់ដូចកញ្ឆែងណាសរុបទាំងអស់ឥឡូវប្រហែលជាប្រហែលក្បាលទេអូនដាក់នៅកន្លែងនេះ200គូណាប៉ុន្តែនៅអាត្រង់ចាស់នៅមានបាទនៅត្រង់ចាស់នៅប្រហែលចិត្ត100ដែរអញ្ចឹងបានន័យថាព្រៀបរបស់យើងកើនឡើងខ្ញុំទុកសាវបន្តច្រើនឥឡូវសរុបទាំងអស់ប្រហែល100សរុបចូល300ជាង350អូបាទក៏មុនតែ200ហើយចុះបើសិនការផលិតកូនវិញក្នុងមួយខែបានប្រហែលអូនឡើយការផលិតកូនឡើយហ្នឹងយើងដកអាសាវវាអត់តាន់ផលិតបានអញ្ចឹងនៅតែខ្ទង់200ជាងហ្នឹងអាចផលិតបាន70%ខ្ទង់100គូគិតពីចំណូល100គូវាខ្ទង់ប្រហែលឥឡូវចំណូលក្នុង100គូបើយើងលក់ប្រាប់សាច់1គូ40000មួយគូ40000 100គូវាចូល$1000បាទជិត1000ចុះដល់ឯងអាប់ដេតចុះឡើងចុះទីផ្សារវិញមិនដែរទីផ្សារបច្ចុប្បន្នហ្នឹងនៅល្អគាត់ត្រូវការច្រើនគាត់គង់ឆ្នេះហ្នឹងគាត់គង់នៅតែខ្ញុំទទួលកក់
មានន័យថាគាត់ចាប់ដើមកក់យើងលើកបន្តខែឲ្យគាត់ អញ្ចឹងហ៎ បាទ អ្នកដែលកំងខែហ្នឹងអត់ទាន់បានទេ បាទអត់ទាន់បានទេ តខែក្រោយទៀត បាទបាទ អូ អញ្ចឹងបន្តរហូត អញ្ចឹងបានន័យថាអត់បំពេញតម្រូវការនៃទីផ្សារបានផងហ្នឹងអ្នក បាទ កំងយើងបំពេញតម្រូវការអត់បានផងហ្នឹង អត់បានភ្លាម អុយអញ្ចឹងមានតែយើងត្រូវបរិច្បន្ថែមទៀតហ៎ បាទចាប់ដើមបរិយទៀត អ្នកដែលកំងពូជផ្សេងអញ្ចឹងនៅប្រៀបសាច់ទៀតយើងគាត់គង់ទៅមកតង់ទៀត អញ្ចឹងទាំងសាច់ទាំងកូនសរុបទាំងអស់ហើយខ្ទង់មួយខែប្រហែលហើយឥឡូវដែលបានចំណូលមក មួយខែអាចថា1000លើ13,400 $1,300 $1,400 បងប្អូនអាហ្នឹងប្រៀបតែប្រហែលគូហ្នឹងមែនទេតែយើងអត់គិតថ្លៃចំណាយមែនទេអូន បាទហ្នឹងយើងអត់តន់ដកថ្លៃចំណាយអាចចំណាយខ្ទង់7,500ចា អញ្ចឹងនៅសល់ក្បែរ1000 បាទ7,000 មិនធម្មតាឯណានៅកន្លែងមួយមិនធំប្រហែលទេបងប្អូនហើយនៅតែផ្ទះទេហើយកន្លែងនេះបើយើងគិតទៅទំហំដីប្រហែលអូនបដោយទៅតឹងនេះ បដោយ20ទៅតឹង6រោងនេះកូននោះអាចដាក់បានចន្លោះពី600គូ បងប្អូនមើលនេះ ចំណាយ ទំហំដី តិច ប៉ុណ្ណឹង ដី បើសិនជាអស់កំសួលវាអាចចន្លោះមួយខែចូល$2,000នេះ បាទ ប៉ុណ្ណឹង អាច ប៉ុន្តែឥឡូវតែប៉ុណ្ណឹងអូនអាចរកបាន$1,000បាត់ហើយហ្នឹង យើងរកមកបានអាប់ដេតរោងបានធ្វើត្រង់បន្តដោយអត់យើងចំណាយអីផ្សេងយើងទាញចំណូលពីហ្នឹងយកមកធ្វើអាហ្នឹង បានន័យថាយើងបានចំណូលហើយយើងសំពីចំណូលរបស់យើងយកមកយើងមកអាប់ដេតនេះមិនទៅសើមបានទេណាបាទអាយុ30ជាងទេបងប្អូនមើលហើយប៉ុន្តែគំនិតអភិវឌ្ឍគឺមិនដឹងថាមកពីណាទេអតីតដែលនៅកូរ៉េអត់ធ្លាប់មានបទពិសោធន៍នៅនេះទេរឿងនេះទេមែនទេ អត់ទេបងខ្ញុំអត់ដែលនៅកូរ៉េខ្ញុំធ្វើតែខាងឧស្សាហកម្មខ្ញុំអត់ដែលធ្វើខាងការចិញ្ចឹមសត្វអី ធម្មតាអានេះអាចជាឧស្សាហកម្មមួយបានថ្ងៃក្រោយយើងផលិតសាច់លក់អីចឹងណា បាទ មានគំនិតទេអូន មានបងមានយើងអាចថាយើងផលិតចេញជាសាច់បកក បាទ ក៏បានខ្ញុំសង្កេតមើលដែរសាច់ទ្រូងព្រាបបើយើងយកធ្វើជាម្សៅស៊ុបក៏បានដូចស៊ុបខ្នុរស៊ុបអីហ្នឹងក៏សិតធ្វើពីម្សៅទ្រូងមាន់ដែរតែព្រាបក៏សាច់គុណប្រយោជន៍វាល្អដូចថាយើងផលិតបានច្រើនយើងអាចច្នៃចេញជាឧស្សាហកម្មបាន ថ្ងៃក្រោយអូនចង់អភិវឌ្ឍអីបន្ថែមបន្តទៀតទេ មានខ្ញុំអាចរកបច្ចេកទេសមួយទៀតចំណាយតិចជាងហ្នឹងអាចលេងប៉ុន្តែយើងដាក់តា4ម៉ែត្រ4ជ្រុងអីយើងដាក់ព្រាប20ទៅ30គូបានយើងធ្វើសម្បុកឲ្យមានរន់ចូលទៅពងប៉ុន្តែខ្ញុំពងសិក្សាខ្ញុំរត់ធ្វើរោងមួយទៀតដាក់ឲ្យ ពាក់ព័ន្ធមួយទីផ្សារមកដល់ថ្ងៃនេះមានសន្ទុះនៃការកើនឡើងអត់អូន កើនហ្មងសន្ទុះទីផ្សារបងប្អូនយើងចាប់ដើមគាត់ស្គាល់ពីព្រាបច្រើនហើយគាត់ដឹងថាព្រាបហ្នឹងគាត់ចិញ្ចឹមទៅអាចបរិភោគបានកាលមុនគាត់គិតថានៅព្រាបនៅវត្តនៅអីបាបអញ្ចឹងណា បាទ ឥឡូវអត់ទេឥឡូវយើងសបផ្សាយទៅគាត់ដឹងច្រើនព្រាបហ្នឹងគាត់ចិញ្ចឹមទៅអាចហូបបាន បាទ អាចយកទៅធ្វើមុខម្ហូបផ្សេងបានដូចជាបបរបំពងអី អញ្ចឹងបានន័យថាទីផ្សារព្រៀបនៅតែធំ នៅតែធំ នៅតែមានការកម្មង់ច្រើ បាទ ន នៅតែមានកំង មានអ្នកខ្លះគាត់កម្មង់រាប់រយគូឯអូន មានបងគាត់កក់មានអ្នកខ្លះគាត់កក់100គូទុក វ៉ាវ គាត់ធ្វើកន្លែងហើយគាត់យកទៅដាក់មក បងប្អូនយើងដែលគាត់ចិញ្ចឹមក៏មានការកើនឡើងដែរហើយ បាទ បងប្អូនយើងដែលគាត់បរិភោគសាច់ព្រាបនេះក៏មានការកើនឡើងដែរ កើនឡើង នេះជាចំណុចវិជ្ជមានមួយដែលយើងគិតថាវាជាការអភិវឌ្ឍសម្រាប់វិស័យចិញ្ចឹមព្រាបមួយនេះដែរ បាទ ពាក់ព័ន្ធនឹងក្រៅស្រុកវិញមករយៈចុងក្រោយនេះមានអ្នកគេខាងក្រៅស្រុកគេចាប់អារម្មណ៍ច្រើននេះ មានបងចាប់អារម្មណ៍គាត់មានដីចការដីនេះនៅស្រុកខ្មែរគាត់យកទៅលេង បើសិនជាកំសួលនៃការលក់បងអូនហ្មងមួយថ្ងៃអាចបានប្រមាណដែលមានព្រាបអាចគ្រប់គងបាន ហ្នឹងយើងទទួលកក់ទាំងបោះអុយម៉ួយសាច់ហងអាច100ក្បាលឡើង អញ្ចឹងមួយថ្ងៃបើសិននៅកំសួលដែលយើងអាចលក់ បាទ បាន យើង មួយថ្ងៃ អាចលក់បាន $500ណោះ ព្រៀបសាច់ហើយព្រៀបពូជគឺខុសគ្នាអញ្ចឹងបងគាត់អាសាឆាតសួរខ្ញុំគាត់ថាមិនបានផ្សាយក្នុងវីដេអូថាព្រៀបមួយគូ40000ដល់ពេលព្រៀបពូជលក់ផ្សេង បាទ តាមពិតព្រៀបពូជគឺប្រភេទព្រៀបដែលយើងរក្សាមើលថែអាយុ2ខែយើងយកធ្វើពូជបន្តបើព្រៀបសាច់យើងអត់ពិបាកមើលថែយើងគ្រាន់តែយកចេញពីសបុកអញ្ចឹងអាយុ1ខែជាងអាចឲ្យគាត់ធ្វើម្ហូបសាច់បានហើយ អូ បើព្រៀបពូជយើងត្រូវមើលដែរយកទៅធ្វើពូជបន្តដល់ព្រៀបហ្នឹងយើងដឹងប្រវត្តិពីមេណាល្អមើលថែកូនបានល្អបន្តពូជបានល្អយើងទុកពូជលក់ឲ្យគាត់ តនអូន បាទ អញ្ចឹងហើយតម្លៃក៏វាខុស បាទ គ្នា តម្លៃខុសគ្នាព្រោះយើងមើលថែរយៈពេល2ខែ តនអូនជាចុងក្រោយមានពីអីជូនបងប្អូនយើងដែលកំពុងទស្សនា សូមអរគុណដល់បងប្អូនដែលតែងតែគាំទ្រមកកសិដ្ឋាន Go Kitchen របស់ខ្ញុំបងប្អូនដែលបានជាវដែលបានទិញពូជពីខ្ញុំទៅសូមឲ្យបងប្អូនចាំបានផលច្រើនតាក់ទងនឹងមានបញ្ហាបច្ចេកទេសអីបងប្អូនអាចឆាតសួរខ្ញុំបានអាចតាម Telegram ដែលមានលេខរបស់ខ្ញុំគឺ088 64 81 375លេខមួយខ្សែទៀត096 22 81 268 អរគុណច្រើនណាស់បាទជម្រាបលា បាទ